ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងលើកយក poster មួយដើម្បីមកបញ្យល់បងប្អូនតាក់ទងជាមួយនឹង poster ជុំទី2អញ្ចឹងមានបងប្អូនមួយចំនួនគាត់ឃើញ poster នេះគាត់ថាគេប្រកួតបែបណាហើយអ្នកណាជាអ្នកឈ្នះហើយញ៉ៃអញ្ចឹងអ្នកខ្លះក៏គាត់អត់យល់ប៉ុន្តែតាក់ទងមួយ poster នេះដែរខ្ញុំសូមបញ្ជាក់ថាវាមិនទាន់ជាច្បាស់ការ 100% ទេដោយសារតែខ្ញុំឃើញ poster នេះនៅលើ Facebook អញ្ចឹងខ្ញុំក៏អត់ទាន់ច្បាស់ការថា 100% ដែរវាអាច 70% ណាតាក់ទងមួយ poster នេះដោយសារតែយើងឮនៅជុំទី1នៅការប្រកួតជុំទី1យើងឮថាកម្មវិធីអ្នករៀបចំកម្មវិធីគាត់បាននិយាយថារាល់កីឡាករទាំងអស់មិនថាចាញ់មិនថាឈ្នះគឺប្រកួតវិលជុំសន្សំពិន្ទុមិនថាចាញ់ឈ្នះទេគឺជួបគ្នាទាំងអស់អញ្ចឹងចូលដល់ poster ទី2នេះខ្ញុំគិតថាវាអាចនឹងការពិត 70% ហើយចំពោះលទ្ធផលអ្នកណាដែលឈ្នះចុងក្រោយណាយើងគិតថាអញ្ចឹងអ្នកណាជាអ្នកឈ្នះចុងក្រោយអញ្ចឹងមិនថាអ្នកណាឈ្នះមិនថាអ្នកណាចាញ់ទេគឺប្រកួតវិលជុំជួបគ្នាទាំងអស់នៅពេលដែលអ្នកឈ្នះចុងក្រោយគឺអ្នកឈ្នះដែលបានបន្ទុកច្រើនជាងគេអាហ្នឹងការគិតរបស់ខ្ញុំណាប៉ុន្តែវាគ្រាន់តែជាការគិតរបស់ខ្ញុំវាមិនទាន់ 100% ទេប៉ុន្តែវាអាចនឹងទៅអញ្ចឹងហើយបើសិនជា poster នេះវាជាការពិតវាអាចទៅអញ្ចឹងណាអញ្ចឹងបងប្អូនអត់ពិបាកយល់ទេបើសិនជាអ្នកណាដែលបន្ទុកចុងក្រោយគេវិលជុំចុងក្រោយគេបានបន្ទុកច្រើនជាងគេអ្នកហ្នឹងជាអ្នកឈ្នះមិនថាវ៉ាន់វឿនមិនថាហាន់ពីមិនថាធុនស៊ីហុងមិនថាយ៉ាស៊ីនទេប្រកួតចុងក្រោយមានបន្ទុកលើគេគឺជាអ្នកទទួលជ័យជំនះចុងក្រោយអញ្ចឹងវីដេអូនេះក៏វាមិនខ្ញុំបញ្យល់នេះគឺមិនច្បាស់ 100% ទេណាខ្ញុំសូមបញ្ជាក់ម្ដងទៀតណាហើយការប្រកួតសម្រាប់ការបច្ឆេទប្រកួតវិញគឺយើងអត់ទាន់ដឹងទេចាំមើល poster គេចេញបន្ថែមទៀតចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនឆ្ងល់ឬក៏មានមតិផ្សេងឬក៏ដឹងអំពីការប្រកួតបែបណាកុំភ្លេចទម្លាក់ចូលវីដេអូនេះផងទម្លាក់នៅក្រោមវីដេអូនេះផងដើម្បីឲ្យខ្ញុំបានដឹងផងដោយសារតែខ្ញុំក៏អត់សូវច្បាស់តាក់ទងជាមួយ poster នេះដែរអរគុណជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អហើយកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូផ្សេងទៀតបាយបាយ